ពីពីគឺជាការបំពេញគ្នាជាការឲ្យសេចក្តីសុខគ្នាទៅវិញទៅមកបាទតែបើយើងយល់ថារៀបការ2ឆ្នាំហើយយើងអត់មានសេចក្តីសុខយើងហត់ចិត្តណាបាទតែអត់ស្រឡាញ់គាត់ទេរាល់ថ្ងៃពិបាកចិត្តណាស់ហើយបានការអាចការដោយសារម៉ែឪការដោយសារស្ថានភាពអីមួយអញ្ចឹងជាយោបល់របស់ខ្ញុំមិនដឹងថាមានកូនមានអីអត់ទេប៉ុន្តែយល់ល្អយើងគួររកពេលវេលាណាមួយដែលសមស្របបាទនិយាយជាមួយម៉ែឪជាមុនសិនប្រហែលជាគាត់ជាដើមចំដែលឲ្យការហើយកន្លែងនេះក៏ខ្ញុំសូមលើកទឹកចិត្តឪពុកម្ដាយមួយចំនួនដែរឪពុកម្ដាយខ្លះដើម្បីតែជំនះចិត្តរបស់ខ្លួនឯងគឺសម្រេចថាកូនត្រូវតែការជាមួយអ្នកហ្នឹងនឹងបានសុខវាមានដែរការឲ្យបានសុខប៉ុន្តែក៏មានដែរការឲ្យកូននឹងអត់សុខហើយម៉ែឪថានៅជាមួយគ្នាទីទៀតទៅលេចអីហើយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ 4-5 ឆ្នាំរហូតដល់កូននឹងមានអំពើហិង្សានៅក្នុងគ្រួសារអញ្ចឹងកូននឹងប្រាប់ម៉ែឪថាម៉ែអើយមិនសុខទេឥឡូវវាខ្ទេចខ្ទីជាំដេនឹងប្រមាណគ្នាហើយឪពុកម្ដាយថាបើមិនកើតទេក៏លែងទៅកូនបាទអញ្ចឹងវាត្រូវបំណងម៉ែដែលឲ្យការនោះប៉ុន្តែការឲ្យបានប្តីប្រពន្ធអញ្ចឹងវាត្រូវកូននេះវាធ្ងន់លែងលះហើយម្ដាយឪពុកគាត់យល់ថាអានឹងកម្មរបស់កូនទេរស់នៅដើម្បីជំរះកម្មហ្នឹងទៅបាទប៉ុន្តែសួរថាឪពុកម្ដាយដែលឲ្យការហ្នឹងតើការឲ្យហ្នឹងគាត់ទៅនៅជាមួយកូនអញ្ចឹងខ្ញុំនិយាយនេះដើម្បីថ្លឹងបាទហើយកូនខ្លះក៏សម្រេចចិត្តរៀបការដោយចិត្តឯងក៏មានអ្នកដែលមានសុភមង្គលហើយក៏មានកូនខ្លះក៏មិនមានសុភមង្គលចឹងទៅប៉ុន្តែនៅពេលដែលគេសម្រេចចិត្តរៀបការដោយខ្លួនឯងគេមានសេចក្តីអំណត់ហ្នឹងគេអត់ធ្មត់គេអីហ្នឹងក៏ច្រើនគួរសមដែរពីព្រោះគេរើសដៃគូដោយចិត្តដែរបាទអញ្ចឹងវាអត់មានខុសឬក៏ត្រូវទេប៉ុន្តែយើងគួរតែថ្លឹងគួរពិចារណាអញ្ចឹងបើជាយោបល់របស់គ្រូជាបទពិសោធន៍ដែលគ្រូលើកមកចង់ចែករំលែកថាគោលបំណងនៃអាពាហ៍ពិពាហ៍គឺដើម្បីសេចក្តីសុខដើម្បីភាពរីករាយអញ្ចឹងបើយើងមិនអាចទទួលបាននូវភាពរីករាយចេញពីចំណងអាពាហ៍ពិពាហ៍ហ្នឹងតើវាមូលហេតុអីយើងអត់ស្រឡាញ់តែម្ដងយើងមិនគួរចំណាយជីវិតរបស់យើងរស់នៅបែបហ្នឹងហើយគ្រួសារហ្នឹងក៏គាត់អត់សុខចិត្តដែរនិយាយគ្នាពីស្ថានភាពយើងអាចរកចំណុចរួមបានអត់បើរកចំណុចរួមអត់បានទេបើយើងអស់ចិត្តហើយទោះបីជាយើងនៅជាមួយគ្នាក៏យើងអត់មានសេចក្តីសុខដែរយើងអត់សុភមង្គលដែរហើយគ្មានឪពុកម្ដាយណាចង់រស់នៅឃើញកូនរស់នៅក្នុងផ្លុកនៃសេចក្តីទុក្ខវេទនាទេអាហ្នឹងទៅជែកគ្នានៅក្នុងគ្រួសារយើងអាចរកដំណោះស្រាយរួមណាមួយដែលវាជាក់ស្ដែងសម្រាប់ទាំងប្តីទាំងប្រពន្ធសម្រាប់ទាំងឪពុកទាំងម្ដាយ